របៀបអញ្ជើញ Facebook ឲ្យមកបើកការរកលុយឲ្យបងទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះផងដែរខ្ញុំមកចែករំលែកចំណេះដឹងបន្តិចបន្តួចរបស់ខ្ញុំឲ្យបងប្អូនទាំងអស់គ្នាទស្សនាសម្រាប់បងប្អូនដៃថ្មីឬដៃចាស់ដែលអត់ទាន់ដឹងអាចមកចូលមើលវីដេអូនេះបានតោះបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺមកបង្ហាញអំពីរបៀបបើកដើម្បីឲ្យ Facebook អញ្ជើញយើងដើម្បីរកលុយសម្រាប់បងអត់បានដឹងគឺចូលមកមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ណាអរគុណដំបូងយើងចូលមកកាន់ page របស់យើងសិនមកបងប្អូនទាំងអស់គ្នានេះគឺជា Facebook page ដែលយើងបានបង្កើតថ្មីអញ្ចឹងណាយើងបង្កើតពី Facebook របស់យើងហើយយកមកបង្កើតចេញជា page នេះហ่าបងប្អូនទាំងអស់គ្នាវាមានអាយុកាលជាង1ខែហើយបងប្អូនអញ្ចឹងហើយយើងអាចយកមកផុស Facebook បានណាបើយើងបង្កើត page ដំបូងយើងកុំយក page ដែលទឹកតែបង្កើតថ្មីហើយយកមកផុសអាចនឹងមានបញ្ហាតាមមកទៀតនេះយើងចុចទៅលើពាក្យដែលខ្ញុំហុំនេះបងប្អូនទាំងអស់គ្នាយើងចុចទៅលើពាក្យហ្នឹងទៅយើងនឹងបានទៅដល់កន្លែងថ្មីមួយទៀតដែលយើងទៅរកកន្លែងទីតាំងរបស់វាដើម្បីបើកកម្មវិធីនឹងទាំងអស់គ្នាដើម្បីឲ្យ Facebook បើកការរកលុយឲ្យយើងនេះយើងអូមកក្រៅមកបងប្អូនអូមកមើលបន្តិចមកគេលោកវាមានចាប់បញ្ហាអីចឹងណាហើយឥឡូវទៀតយើងបន្តទៅចុចនៅកន្លែងពាក្យនេះបងប្អូនយើងចុចកន្លែងពាក្យដែលខ្ញុំគូហុំនេះមកបងប្អូនទាំងអស់គ្នាចុចកន្លែងទៅហ្នឹងមកយើងនឹងចេញកន្លែងនេះ4កន្លែងនេះដែលខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាមាន star មាន subscription មាន content monetization ហើយមាន storage flood នេះបងប្អូនទាំងអស់គ្នាអានអង់គ្លេសអត់សូវច្បាស់ដែរអត់សូវចេះទេបងប្អូនតែខ្ញុំអាចនឹងបង្រៀនបងប្អូនតិចតួចដែលថាតាមចំណេះដឹងដែលខ្ញុំចេះអញ្ចឹងណាបងប្អូននេះវាមានត្រង់ចំណុច4នេះបងប្អូនយើងចូលមកកែនេះហើយឥឡូវយើងចុចទៅកន្លែង star មុនគេយើងចុចទៅបើកកន្លែង star បងប្អូននេះត្រង់ចំណុចនេះយើងកាន់តែអូមកមើលតិចមានអ្វីខ្លះចឹងមាន follower មានអីចឹងហើយយើងចុចទៅកន្លែងនេះពាក្យ am interesting នេះមកហើយចុចពាក្យ submit នេះទៅអូខេហើយបងប្អូនយើងមិនបាច់ទៅសេអីក៏បានដែរយើងកាន់តែចុចពាក្យហ្នឹងចឹងណាវារួចរាល់ហើយបន្តមកទៀតយើងទៅបន្តទៅចុចមកកន្លែងទៀតនេះកន្លែង subscription ហ្នឹងបងប្អូនទាំងអស់គ្នាយើងចុចទៅបើកម្ដងទៀតណាsubscription ហ្នឹងក៏យើងចុចពាក្យដូចគ្នាដែរបងប្អូននេះចុចពាក្យam interesting នេះគឺចុចពាក្យនឹងដូចគ្នាបងប្អូនចុចទាំងចំណុចហ្នឹងទៅគឺយើងចុច submit ដូចគ្នាបើយើងមិនបាច់ទៅសេអីក៏បានដែរណាបងប្អូនមិនបាច់ទៅសេអីទេព្រោះយើងអត់សូវចេះអង់គ្លេសដែរអញ្ចឹងយើងទៅសេមុំទៅហើយបន្តមកទៀតយើងចូលកន្លែងថ្មីមួយទៀតនេះកន្លែង content monetization កន្លែងហ្នឹងគឺកន្លែងបើករលុយដែលមាន3មុខណាអាហ្នឹងយើងចុចដូចគ្នាអញ្ចឹងបងប្អូនចុចលើពាក្យដូចគ្នាដូចចុចដូចកន្លែងខ្ញុំហុំហ្នឹងមកបងប្អូនទាំងអស់គ្នាយើងអត់បាក់ចាំគិតអីច្រើនទេចុចតែដូចខ្ញុំហុំហ្នឹងទៅគឺអូខេហើយកន្លែងហ្នឹងគឺដើម្បីបើកឲ្យរលុយបងប្អូនទាំងអស់គ្នាបន្តមកទៀតយើងចុចកន្លែងមួយទៀតនេះហើយមួយហ្នឹងក៏ដូចគ្នាដែរក៏សំខាន់ដូចគ្នាហើយយើងចុចកន្លែងដូចគ្នាអញ្ចឹងចុច I'm interested ហើយចុច submit ហ្នឹងទៅគឺដូចគ្នាអញ្ចឹងបងប្អូនយើងចុចតែប៉ុណ្្នឹងហើយគឺយើងអាចនឹងអញ្ជើញឲ្យគេបើកការរកលុយឲ្យយើងបានអញ្ចឹងណាបងប្អូនទាំងអស់គ្នាអរគុណបាយបាយ